Welcome back មក channel admin ម្ដងទៀតហើយហេតុផលដែល admin ចេញរឿងលឿនចឹងដោយសារថ្ងៃហ្នឹង admin ឈឺកាពះ admin បានទៅរៀនទេអញ្ចឹងសារតែ admin ឈឺកាពះមិនមែនឈឺកជាង admin អាចបញ្ចូលសលេងបានធម្មតាពោះហ្នឹងវាឈឺតែវាទៅ admin អត់ខ្វល់ទេហើយអ្នកគ្នាកុំភ្លេចជួយចុច like subscribe comment ផងចាំ admin អានហើយឥឡូវខ្ញុំចង់និយាយថាគឺយើងចូលទៅដល់រឿងហ្នឹងគឺកាន់តែច្រើនហើយដូច admin និយាយចឹងគឺរឿងហ្នឹងគឺវា sweet ខ្លាំងមែនតើអញ្ចឹងកុំឲ្យថា admin និយាយទៅបែរសាំញ៉ាំច្រើនតែយើងចូលទៅកាន់សាច់រឿងយើងហ្មងទៅគាត់បើក្បាលសាច់រឿងមកភ្លាមហ្នឹងយើងឃើញជីនសៅហ្នឹងឈរសម្លឹងកូន admin ហើយញ៉ាំឡើងគ្នានោះឆ្ងល់ហើយឆ្ងល់ថាជីនសៅធ្វើចឹងចង់មានតែមិនចង់បដូរក្អៅឲ្យគាត់មែនចង់ផ្លាស់សម្លៀកបំពាក់ឲ្យគាត់មែនជីនសៅហ្នឹងបានហុចខោឲ្យទៅកាន់មូហានហើយនិយាយថានេះយកស្លៀកអើហើយមូហានហ្នឹងក៏ឆ្ងល់ទៀតចុះអាប៉ែនេះធ្វើស្អីប្លែកហើយក៏ឆ្ងល់ដែរគេពងស្លៀកខោមិនត្រូវមើលមកគេចឹងហើយគាត់អៀនឡើងពេលហ្នឹងគាត់ធ្វើការងារមុខចេញខ្វាច់យកខោយកមកស្លៀកក្នុងភួយតែម្ដងសារប៉ែហ្នឹងខ្ពើមបែរមុខចេញជីងសៅហ្នឹងគាត់ក៏លួចគិតក្នុងចិត្តថាអត់មានណាគេដឹងទេថាពេលមូហានហ្នឹងគាត់អៀនហ្នឹងគឺខ្ជូតខ្លាំងមែនតើហើយគាត់ក៏សោយទៅហើយគឺថា admin ចង់ប្រាប់ថា admin ក៏ចឹងដែរបន្ទាប់មកក៏មានលោកអាម៉ាម្នាក់ដើរចូលមកដែលគាត់មានឈ្មោះថាលោកអាម៉ាតហ្វូគាត់ដើរចូលមកដល់គាត់បានធ្វើការអោនក្បាលគ្រប់ជីងសៅក៏បាននិយាយថាខ្ញុំជាអាម៉ាតហ្វូសូមគោរពព្រះអង្គម្ចាស់សៅទៀតឯថាលបឲ្យគេទៀតឯគេមានតាព្រះអង្គសោះណាមូហានហ្នឹងក៏បានហុចប្រាក់មួយចំនួនទៅឲ្យលោកអាម៉ាតហ្នឹងហើយក៏បាននិយាយថាអាម៉ាតហ្វូនេះជាទឹកចិត្តតិចតួចដែលលោកបានរៀបចំឲ្យមានសម្ដាប់ធ្នាប់ហើយលោកអាម៉ាតហ្នឹងក៏គាត់បានតបវិញថាសូមអរគុណអញ្ចឹងសូមអរព្រះគុណជីនសានឹងបានកលែងមើលមុខមូហានហើយគាត់គិតថាហានមានទឹកចិត្តល្អហើយផ្ដល់តម្លៃឲ្យអ្នកបំរើអញ្ចឹងណាអត់មានគាត់ឃើញមុខជីនសាហើយនឹកឃើញដល់បទចម្រៀងគេ Look of Love អត់មានដឹងថាហ្នឹងចំណងជើងវាឬក៏មិនដែរតែសំខាន់ admin ឮ clear ហ្នឹងគេច្រៀងបទហ្នឹងចេះឧចាប្រធានទៀតហើយជីនសាហ្នឹងក៏បានប្រាប់ទៅអាម៉ាតហ្នឹងថាឲ្យធៀមមនុស្ស2នាក់ដើម្បីធ្វើជាអ្នកការពារហើយនិងអ្នកបំរើរបស់មូហានអញ្ចឹងណាអាម៉ាតហ្នឹងក៏បានទទួលបញ្ជាហើយគាត់ក៏លួចគិតក្នុងចិត្តថាជីងសៅនោះដៃខ្វល់ខ្វាយពីណាគេឯងប្រហែលជាជីងសៅហ្នឹងពេញចិត្តនឹងព្រះអង្គម្ចាស់ហានអីចឹង admin នេះមកផ្លែតនិយាយចឹងចិត្ត10ដងឯហ្នឹងមូហានពេលគាត់លើចឹងគាត់ក៏បាននិយាយថាសូមអរព្រគុណព្រះអង្គអរគុណទៅកាន់ជីងសៅចាប៉ុន្តែជីងសៅក៏បាននិយាយថាមិនគួរសមឯប្តីប្រពន្ធគ្នាសោះពេលហ្នឹងមានអ្នកបម្រើម្នាក់បានលើកសម្លៀកបំពាក់មកឈុតហើយក៏បាននិយាយទៅកាន់មូហានថាចាំឲ្យនាងហ្នឹងផ្លាស់សម្លៀកបំពាក់ឲ្យប៉ុន្តែជីងសៅក៏និយាយថាមិនបាច់ទេចាំឲ្យគាត់ធ្វើឲ្យខ្លួនឯងប៉ុន្តែមូហានហ្នឹងគាត់ក៏បដិសេធថាគាត់មិនគួរធ្វើចឹងទេតែជីងសៅហ្នឹងក៏និយាយទៀតហើយថាតែគាត់ចង់ធ្វើខ្លួនឯងចឹងគាត់និយាយថាចាប់ពីថ្ងៃហ្នឹងតទៅការងារហ្នឹងគឺជាការងាររបស់គាត់ហើយចាំគាត់អ្នកផ្លាស់សម្លៀកបំពាក់ឲ្យរហូតឥឡូវនេះហើយជីងសៅក៏បាននិយាយថារួចហើយមើលឲ្យអូស្អាតចុយម៉ាយហើយអូសុំទោសអ្នកគ្នាសុំទោសជីនសាក៏បានខ្សឹបសួរមូហានថាពេញចិត្តនឹងសម្លៀកបំពាក់ហ្នឹងអត់ហើយមូហានក៏ឆ្លើយថាហើយក៏បានអរព្រគុណព្រះអង្គអរគុណជីនសាអញ្ចឹងណាហើយអ្នកបម្រើពីអ្នកនៅក្រោយហ្នឹងគឺជា admin ជាមួយនឹងអ្នកកំពុងតែមើលហ្នឹងណាគឺថាក៏បាននិយាយថាអូយត្រង់ទាំងពីរហ្នឹងសមគ្នាខ្លាំងណាជីនសាក៏បានសួរបញ្ជាក់ថាមែនឬហើយក៏បានគិតក្នុងចិត្តថាគាត់មិនដែលខ្វល់ខ្វាយយកចិត្តទុកដាក់លើមូហានហ្នឹងអស់រយៈពេល10ឆ្នាំហើយគាត់គិតថាមូហានហ្នឹងគឺជាមនុស្សដែលគួរតែឲ្យគាត់ហ្នឹងយកចិត្តទុកដាក់ខ្លាំងជាងគេបំផុតចឹងណាគួរណាជាតិមុនហ្នឹងគាត់មើលម្លងមូហានសោះជីនសានេះគាត់ឃើញចឹងគេធ្វើការសើពុនគេថាពុនគេហ្នឹងស្រស់ស្អាតតែម្ដងហើយមូហានហ្នឹងគាត់ក៏បានងាកចេញហើយក៏បាននិយាយថាវាដល់ពេលដែលយើងត្រូវទៅរាជវាំងហើយពួកគេក៏បានងើបបែរចេញទៅជីនសាគាត់ក៏បាននិយាយថាតើហើយក៏បានសួរថារៀបចំហើយនៅគឺរៀបចំរទេះសេះសម្រាប់ពួកគាត់ជិះភាគ6គឺត្រូវបានបញ្ចប់ហើយតោះចូលទៅកាន់ភាគ7ទាំងអស់គ្នាផ្ដើមភាគនេះមកគឺថាយើងឃើញពួកគាត់ទាំងពីរនាក់ហ្នឹងគឺកំពុងតែជិះរទេះសេះមួយគ្នាចឹងណាជីងសៅហ្នឹងក៏ទៀតហើយហាមមិនទាន់ជារបួសដល់ឡើយទេគាត់អង្គុយចឹងឯចឹងណាក៏បានទាញមូហានហ្នឹងឲ្យមកផ្អែកមួយគាត់មកដើម្បីឲ្យវាស្រួលចឹងមកឈឺរបួសឈឺអីហើយរបួសហ្នឹងសួរថាគេអ្នកធ្វើគាត់នឹងឯងមូហានក៏បានប្រាប់ទៅកាន់ជីងសៅថាគាត់អត់អីទេប៉ុន្តែជីងសៅក៏បានចាប់ដៃមូហាននិយាយថាតែសភាពរបស់មូហានហ្នឹងគឺអត់ស្រួលទេចឹងគាត់ចង់ជួយដូចតែខ្ញុំនិយាយចឹងកូនហ្នឹងប៉ិនអៀនណាមួយថ្ងៃអៀន10ដងក៏បានដែរដល់ហើយជីងសៅក៏បាននិយាយតទៅថាព្រះរាជានិយាយអីគ្រាន់ស្ដាប់គាត់ទៅបានហើយចង់និយាយថាគ្រាន់តែស្ដាប់ព្រះរាជាហើយពេលព្រះរាជាហ្នឹងគាត់ឲ្យអីគឺគ្រាន់តែទទួលយកទៅមូហានក៏បានគិតថាជីងសៅហ្នឹងចង់ជួយគាត់មែន
ហើយគាត់បាននិយាយថាគាត់យល់ហើយយល់គ្រប់យ៉ាងហ្មងហើយជាសោគាត់និយាយទៀតហើយគាត់ថាពួកយើងគាត់តែមានលក្ខណៈជាឯកជនចឹងដូចថាមានឈ្មោះ nickname ហៅនៅក្រៅចឹងណាហៅមួយគ្នានៅក្រៅគេមានលក្ខណៈផ្ទាល់ខ្លួនគេតែពីរនាក់តែមូហានក៏បានបដិសេធថាធ្វើចាត់បានទេសារតំណែងរបស់ជីងសៅហ្នឹងគឺធ្វើដល់ព្រះអង្គម្ចាស់ចឹងគាត់អាចធ្វើចឹងបានតាមចិត្តគាត់ទេពាក្យថាគាត់និយាយថាចិញ្ចាំងមានតិចចឹងណាអ្នកគ្នាគួរយល់ថាពាក្យចិញ្ចាំងមានតិចហ្នឹងស្អប់វិញនិយាយមែនតាជីងសៅក៏បាននិយាយថាគាត់យល់ហើយមិនឲ្យមូហានហ្នឹងបារម្ភទេតែមូហានហ្នឹងគាត់បាននិយាយថាខ្ញុំគាត់តែផ្ដល់យោបល់គាត់ចាំមានន័យថាគាត់បានបារម្ភទេគេបានបារម្ភពីប្រូឯងប្រូខំផ្ដល់យោបល់តាជីងសៅគាត់បានសើចហើយក៏បាននិយាយថាគាត់យល់ហើយគាត់នឹងចងចាំអីដែលមូហាបានប្រាប់គាត់នៅថ្ងៃហ្នឹងគាត់តែលឺចឹងហើយគឺអៀនមកក្រហមងាកចេញទៅហើយតែរទេសសេះនេះគឺមានជាការយល់ចិត្តអ្នកមើលយល់ចិត្ត admin ក៏ធ្វើការជិះកណ្ដុំថ្មមួយដើម្បីឲ្យមូហាហ្នឹងហោះទៅបុកជីងសៅយកបុកភុសហើយមូហាហ្នឹងគ្នាភ័យគ្នាមានចេតនាគាត់ថាគាត់មានចេតនាទេជីងសៅហ្នឹងក៏បានជួយអបឆ្កេះមូហាហ្នឹងក៏បាននិយាយថានៅបែបហ្នឹងសិនហើយខ្លាចអ្នកក្រៅហ្នឹងគេលឺគេគិតថាមានរឿងអីកើតឡើងនៅខាងក្នុងរទេសហ្នឹងហើយជីងមូហាហ្នឹងគាត់ខលលឺចាស់ហើយម៉ែអើយមកឡើងក្រហមតែនេះចូលចិត្តនិយាយអីនៃជ្រៅអ្វីធ្វើខ្ញុំនេះគិតអូនោះដល់មេក៏ជីងសៅហ្នឹងគាត់ក៏បានសោចទៀតហើយគាត់ថាគាត់និយាយលេងទេហើយគាត់បានគិតថាមូហាហ្នឹងមានចិត្ត slow boat ហើយគិតគូរបានវែងឆ្ងាយហើយមូហាហ្នឹងគាត់ក៏ឆ្ងល់ដែរគាត់គិតទៅថាជីងសៅហ្នឹងគឺបានប្រឈមមុខនឹងការបាត់បង់តំណែងឡើងក្រុងរាជហើយហេតុអីបានគាត់នឹងនៅសោចបានធម្មតាចឹងឥឡូវភាគហ្នឹងវីដេអូថ្ងៃហ្នឹងគឺចប់ហើយបើ admin ធានា admin នឹងចេញឲ្យបានរាល់ថ្ងៃចឹង admin សន្យាថានឹងចេញរាល់ថ្ងៃបើសិនជា admin ធានាតែបើ admin អត់ធានាទេក៏បានចេញរាល់ថ្ងៃទេហើយអ្នកគ្នាកុំភ្លេច comment ពីចំណាប់អារម្មណ៍អ្នកគ្នាពេលមើលវីដេអូនេះហើយហងអ្នកគ្នា admin សម្បងcomment ផងសារវីដេអូ admin ផុសថ្មីនេះគឺអត់មាន comment ទេគឺ comment សូន្យតែម្ដង admin ចង់និយាយលេងមួយអ្នកគ្នាហើយចាំពេល admin ធានាចាំ admin បង្កើត Telegram ហើយលាក់ link ឲ្យអ្នកគ្នាចូលមកនិយាយលេងមួយ admin ចេះសារ admin ក៏ចូលចិត្តនិយាយលេងមួយអ្នកគ្នាដែរ Make sure to like and subscribe.